សួរបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូក្នុង channel របស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងលើកយកក្រុមពាក្យចំនួន10ពាក្យដើម្បីដែលតេតើនឹងពាក្យថាទីមកចែកចម្លើយជាមួយនឹងអឺអ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនឹងមេរៀននេះមានប្រយោជន៍អាចយើងអាចសរសេរទុកឬមួយក៏អាចជួយចុច subscribe អញ្ចឹងណាតោះឥឡូវយើងកុំឲ្យខាត់ពេលវេលាអញ្ចឹងតើពាក្យទាំង10ដែលតេតើជាមួយនឹងទីដែលមានហេតុដីនេះតើមានអីខ្លះ តោះឥឡូវយើងចាប់ផ្ដើមនៅពាក្យទី1យើងអានថាទីចិនទីចិនហ្នឹងទីចិនហ្នឹងគឺរនជួយដីណាជួយដីថ្មីនេះយើងមានកើតឡើងអញ្ចឹងណាយើងអានម្ដងទៀតទីចិនរំជួយដីហ្នឹងអញ្ចឹងពីបន្ទាប់នេះយើងអានថាទី球ទី球ប្រែថាផែនដីហ្នឹងអងទៀតទី球ផែនដីអញ្ចឹងបើសិនជាលឿនពេកអាចសារឡើងវិញស្ដាប់អញ្ចឹងណាខ្ញុំអត់បានសរសេរជាសំឡេងជាភាសាខ្មែរឲ្យអញ្ចឹងភាសាอะไรជាងទៀតដែរអានងទៀតទី球ផែនដីដល់ពេលពាក្យទី3នេះយើងអានថាទីហ្វាងទីហ្វាងទីហ្វាងប្រហែលទីកុនដែរហ្នឹងទីហ្វាងទីកុនដែរពាក្យទី4នេះយើងអានថាទី指ទី指ទី指អាសយដ្ឋានហ្នឹងអាសយដ្ឋានយើងនៅរស់នៅឯណាអញ្ចឹងណាគេត្រូវការទីអាសយដ្ឋានតើតោះអញ្ចឹងពាក្យទី5នេះយើងអានថាទីធូទីធូទីធូប្រែថាផែនទីបាទហ្នឹងហើយយើងឥឡូវយើងមកមើលពាក្យទី6អឺតោះអញ្ចឹងទី6យើងអានថាទីធាទីធាតែថារថភ្លើងក្រោមដីបាទដល់ខ្មែរយើងអត់ទាន់មានទេប្រហែលយ៉ាងណាថ្ងៃណាគាត់អាចមានអញ្ចឹងណាអញ្ចឹងនៅយើងអានអរគ្នាទីធាតែថារថភ្លើងក្រោមដីហ្នឹងតោះពាក្យទី7យើងអានថាទីលីទីលីទីលីប្រែថាភូមិសាស្ត្រឬក៏ភូមិវិទ្យាអញ្ចឹងទៅមេរៀនភូមិវិទ្យាយើងអាចនិយាយពីនឹងបានទីលីភូមិសាស្ត្រតោះពាក្យទី8យើងអានថាទីឋានទីឋានទីឋានហ្នឹងប្រែកម្រាលព្រំដែលគេក្រាលឲ្យយើងដើរពណ៌ក្រហមហ្នឹងនឹងយើងអានថាទីឋានកម្រាលព្រំហ្នឹងអញ្ចឹងពាក្យទី9យើងអានថាតាំងទីតាំងទីតាំងទីក្នុងស្រុកឬក៏ក្នុងតំបន់ដល់ឡូវអ្នករស់នៅក្នុងស្រុកឬអ្នកនៅក្នុងតំបន់យើងអានតាំងទីរិនយើងទៅអ្នកក្នុងតំបន់តើឥឡូវមកពាក្យទី10នេះយើងអានថាធូទីធូទីអញ្ចឹងធូទីអញ្ចឹងពាក្យធូទីប្រែថាដីហ្នឹងហើយអញ្ចឹងពាក្យដែលថាតេតើងក្រុមជាមួយនឹងពាក្យជាមួយនឹងពាក្យថាទីអញ្ចឹងខ្ញុំលើកឡើងមកមាន10ពាក្យនេះវានៅមានទៀតតែខ្ញុំលើកឡើងមក10ពាក្យអញ្ចឹងសង្ឃឹមថាពាក្យទាំងអស់នេះយើងទាំងអស់គ្នាអាចទៅប្រើប្រាស់បានជួនហើយយើងនឹងជួបគ្នាក្នុងវីដេអូនឹងមេរៀនក្រោយបន្ថែមទៀតផងដែរអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ